សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំអនុរាកាវ៉ាគីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកសម្ដែងរឿងយើងតដែលមានចំណងជើងថាជាស្ដីបងស្រីតូចគឺរងមាំមិនគួរឲ្យជឿប៉ុន្តែនេះលងក្រៅពេកអ្នកគ្នាថ្ងៃនេះខ្ញុំមកបញ្ចូលស្ដីរឿងភាគ2នឹងស្លេងទាំងស្អល់អ្នកគ្នាបើវាស្អល់ឬស្ដាប់អត់បានត្រង់តាណាអ្នកគ្នាជួយ comment ផងចឹងទេខ្ញុំអាចនឹងសរសេរជាអក្សរខ្ញុំមានអារម្មណ៍ថាខ្ញុំបញ្ចូលស្លេងចឹងពិបាកចឹងមានខ្ញុំតបកចូលក្នុង account Facebook សម្រាប់ឲ្យអ្នកគ្នាយកមកអានទស្សនាមើលទៅដឹងអ្នកគ្នាតោះកុំឲ្យវិញឆ្ងាយយូរយើងចូលទៅសាច់រឿងយើងទាំងអស់គ្នាទីក្រុងយ៉ុងសុងមនុស្សម្នាក់ត្រូវបង្កើតមូលដ្ឋានគ្រឹះជាមុនសិនមុនពេលដែលអាចជៀសវាងគ្រោះធម្មជាតិម្ចាស់ដើមគឺស្ថិតនៅកម្រិតទី3នៃការចម្រាញ់ឈីប៉ុណ្ណោះហើយនៅតែមានពេលវេលាយូរមុនពេលគាត់អាចជៀសវាងគ្រោះធម្មជាតិបានលោកគ្រូនំប៉ាវចំហុយមួយដុំតម្លៃប៉ុន្មានថ្មវិញ្ញាណកម្រិតមួយខ្ញុំចំនួន3អត់តូតម្លៃនៅទីក្រុងពពកគឺខ្ពស់ហួសហេតុអ្វីដែលខ្ញុំមានគឺថ្មវិញ្ញាណកម្រិតមធ្យម100ហើយមិនគ្រប់គ្រាន់សម្រាប់រស់នៅទេគ្មានអ្វីចំណែកទេដែលម្ចាស់ដើមស្ថិតនៅក្នុងស្ថានភាពវេទនាបែបនេះហើយបដិសេធមិនព្រមចាកចេញពីភ្នំមើលទៅដូចជាខ្ញុំត្រូវខំប្រឹងរកលុយហើយចំពោះវិធីសាស្ត្ររកលុយឈិញសេពូហាងទឹកអម្រឹតនៅក្នុងពិភពលោកនៃការដាំដុះវិជ្ជាជីវៈដែលរកចំណូលបានច្រើនបំផុតគឺការដាំដុះវត្ថុស័ក្តិសិទ្ធិនិងការដាំដុះអាល់គីមីផ្ទះសំណាក់ខ្ញុំចាំថាវត្ថុស័ក្តិសិទ្ធិនៃនិកាយយាងឈីគឺដូចនេះអីហើយបន្ទាប់មកនេះអើយស្លេងស្អល់ដល់កោះអ្នកគ្នាអើយរស់គំនូរួចដល់ហើយមិនអាក្រក់ទេហើយស្លេងស្អល់ដល់កោះអ្នកគ្នាតើនេះចាប់ទុកថាជាជោគជ័យឬតើជួយគូរុកតាលីស្មាន់ពិតជាងាយស្រួលមែនទេហេឈាមមិនអីទេវាហាក់ដូចជាខ្ញុំបានមើលស្រាលការគូរុកតាលីស្មាន់នេះមិនមែនជាអ្វីដែលមនុស្សធម្មតាអាចធ្វើបានទេប៉ុន្តែខ្ញុំនៅតែអាចគ្រប់គ្រងបានចូលយើងយកពី3ទៀតហើយស្លេងស្អល់ដល់គាត់អ្នកគ្នាកណ្ណាម៉ោងក្រោយមកចាតួឯងស្រីរបស់យើងនេះស្វាបចាហួហេតុមនុស្សកាទោះបីជាពួកវាគ្រាន់តែទេពអប្សរខ្យល់លឿននិងវត្ថុស័ក្តិសិទ្ធិសម្រាប់គេងកម្រិតទាបបំផុតក៏ដោយប៉ុន្តែវាគួរតែគ្រប់គ្រាន់ដើម្បីរកប្រាក់ចំណេញតើអ្នកអាចរត់លឿនបានមិនគួរឲ្យជឿប្រកាសសាកល្បងគ្មានអ្វីកើតឡើងទេវាបរាជ័យមែនទេអូយខ្ញុំគិតថាខ្ញុំនឹងត្រូវគូរវាឡើងវិញដូចសូម្បីតែសិស្សផ្ទាល់នៃនិកាយបរិសុទ្ធព្រះច័ន្ទក៏មិនអាចទទួលបានជោគជ័យក្នុងការសាកល្បងលើកដំបូងរបស់ពួកគេដែរខ្ញុំបានវាយតម្លៃខ្លួនឯងខ្ពស់ពេក
ដូច្នេះតាលីស្មានខ្យល់រហ័សរបស់ខ្ញុំជោគជ័យហើយឬទីផ្សារងងឹតវត្ថុស័ក្តិសិទ្ធិសម្រាប់ខ្យល់លឿនដែលមានតម្លៃថោកនិងមានប្រសិទ្ធភាពវត្ថុស័ក្តិសិទ្ធិសម្រាប់គេងថ្មវិញ្ញាណកម្រិតមធ្យមចំនួន10ក្នុងមួយដុំកុំឲ្យឱកាសនេះខកខានផុតទៅឲ្យសោះមូចុងស៊ីជាសិស្តារបស់ត្រកូលឆៅមីងដាវត្រូវបានហាមឃាត់មិនឲ្យទាញនៅចំពោះមុខជើងរបស់និកាយធំៗទាំង5អូទេវាជានិកាយឆាងមីងរត់ចេញឲ្យលឿនល្អណាស់ពិភពលោកមួយដែលមានតែខ្ញុំទេដែលរស់របួសត្រូវបានសម្រេចហើយសមមិត្តតៅអើយសូមរើជើងរបស់អ្នកបានជាន់នៅលើតុរបស់ខ្ញុំរឿងរបស់យើងចប់នៅត្រឹមប៉ុណ្្នឹងឯងអ្នកនាងជួបគ្នានៅវីដេអូក្រោយបាយបាយ